អ្នកមត្ថុរតនតយស័កទូលព្រះបង្គំខ្ញុំបករណាសូមកំបងផ្ចង់អញ្ចលិកម្មលំអត់លំអោនកាយក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈអាតរិញ្ញៈដោយសេចក្តីគោរពសង្ឃពេនៈដោយសេចក្តីសង្ខិតសង្ខេបបែបខ្លីមកប៉ុណ្ណេះសូមសំដែងនៅអបច្ចាយនកិច្ចចម្រើនពរសួរសុខទុក្ខលោកអ្នកសប្បុរសទាំងឡាយជាពិសេសបញ្ញាតិកាម្ចាស់ដើមទានប្រធានដើមបុណ្យគ្រប់រូបប្រកបដោយមេត្រីភាពយ៉ាងជ្រាលជ្រៅជាទីបំផុតតតនន្តរង្គបន្ទាប់អំពីបទនមស្ការនិងអបច្ចាយនកិច្ចបានចប់សពគ្រប់ហើយនោះខ្ញុំបកណាអាត្មាភាពសូមលើកយកនៅព្រះសទ្ធម្មមកសម្ដែងប្រកេនមកសម្ដែងចែកជូនដល់ពុទ្ធបរិស័ទទាំងឡាយគ្រប់រូបបានសន្តាប់នៅក្នុងវគ្គរូកាសនេះសាធវោហើយសាទុសប្បុរសទាំងឡាយគ្រប់រូបមុននឹងអរតនីធម្មកថាមកឧបដិកក្នុងគណៈពេលនេះអង្គអាត្មាភាពក៏សូមសម្ដែងនៅគិរិវកិច្ចខន្តីអភ័យទោសានុទោសរាល់កំហុសទាំងឡាយទាំងពួងដែលសម្ដែងទៅហើយយុត្តតាំងវាអយុត្តតាំងវាខមាទូសង្មេគួរក្តីមិនគួរក្តីសូមលោកអ្នកសប្បុរសទាំងឡាយមេត្តាខន្តីអភ័យទោសនិងអធ្យាស្រ័យដល់អង្គអាត្មាភាពផងចោះអ្វីត្បិតនៅក្នុងគណៈពេលនេះអង្គអាត្មាភាពមានទូនាទីជាធម្មកថាកាចារ្យសម្ដែងនៅព្រះសទ្ធម្មក៏ពិតមែនក្រន្តយិកាសម្ដែងជាបដិការៈឆ្លងនៅសទ្ធារបស់អស់លោកជាបញ្ញាតិកាដែលបានប្រារព្ធក្នុងកម្មវិធីបុណ្យតេកេណានុបទានគម្រប់ខួប100ថ្ងៃនៃវិបកញ្ញាណសពឧបាសកសុកសានហៅញុកមកទល់បច្ចុប្បន្នគ្រប់ថ្ងៃទី100ដូច្នេះក្រុមញាតិសិក្សាលហិតទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទប្រពបញ្ញកម្មក្នុងថ្ងៃនេះយើងឃើញមានទានមយៈបុណ្យសម្រាប់ការឲ្យទានសីលមយៈបុណ្យសម្រាប់ការរក្សាសិលភាវនាមយៈបុណ្យសម្រាប់ការចម្រើនភាវនាវិយាវចមយៈបុណ្យសម្រាប់ការខ្វល់ខ្វាយបតិទានមយៈបុណ្យសម្រាប់ការចែកចំណែកបុណ្យអនុមោទនាមយៈបុណ្យសម្រាប់អំពីការត្រេកអរសទ្ធម្មសមយៈបុណ្យសម្រាប់អំពីការស្ដាប់ពធធម្មទេសនាមយៈបុណ្យសម្រាប់អំពីការសម្ដែងពធនិងទិដ្ឋិធុជុកម្មៈការតម្រង់ទិដ្ឋិឲ្យត្រង់ទៅតាមកតិយុត្តនៃពុទ្ធសាសនាបុណ្យទាំង10ប្រការនេះគឺជាបញ្ញកិរិយាវត្ថុដែលលោកម្ចាស់សទ្ធាបានបំពេញល្អនៅក្នុងប្រវត្តិសាសនានេះដើម្បីជាប្រយោជន៍ដល់វិបកញ្ញាណបុព្វការីជនដែលបានបាក់បែកចែកឋានលោកមុខនោះលោកឲ្យឈ្មោះថាតេកេណានុបទាននិយាយរួមតេកេណានុបទាននេះគឺជាកិច្ចកុសលដែលបានបំពេញល្អហើយយើងឧទ្ទិសជូនដល់អ្នកស្លាប់ទៅលោកឲ្យឈ្មោះថាតេកេណានុបទានឬយើងអាចហៅមួយទៀតថាមត្តកភ័តភ័តអនុគ្រោះដល់ពពុញាតដែលបានបាក់បែកចែកឋានទៅកាន់លោកមុខសម្រាប់បុព្វការីជនដែលមានជីវិតរស់ស្រស់នៅលោកឲ្យឈ្មោះថាជីវតភ័តមានជីវតមហកម្មអាយុវឌ្ឍនកម្មនិងអនុបទានកម្មប៉ុន្តែដល់ឡែកចំពោះមត្តកភ័តនេះគឺសំដៅយកតេកេណានុបទានដែលលោកអ្នក
ត្រូវបំពេញឧទ្ទិសកុសលទៅឲ្យហើយកិច្ចនេះលោកអ្នកសប្បុរសទាំងឡាយជានិច្ចកាលជារៀងរាល់ខែរាល់ឆ្នាំប្រពមិនដាច់ទេឲ្យតែមានបុគ្គលបាត់បង់អាយុជីវិតទៅគឺយើងប្រពកម្មវិធីនេះឡើងតាំងពីថ្ងៃសពនៅលើគេអាឋានរហូតដល់សពចេញពីគេអាឋានហើយបន្តមក7ថ្ងៃ100ថ្ងៃយើងប្រពនៅកិច្ចឧទ្ទិសកុសលនេះជាហូហែនឹងគឺតក្កិណានុបទានសាធុសប្បុរសទាំងឡាយបើនិយាយអំពីខ្លឹមសារអត្ថសេចក្តីនៃតក្កិណានុបទាននេះលោកអ្នកសប្បុរសទាំងឡាយបានសន្តាប់ជាញឹកញាប់ហើយបានស្ដាប់ជារឿយស្ទើរតែគ្រប់ខ្នងផ្ទះទៅហើយអាត្មាមិនបានរង្គីសេចក្តីឲ្យពិស្ដារជានេះទៅទៀតទេគ្រាន់តែទិញអារម្មណ៍លោកអ្នកទាំងឡាយមកចាប់អារម្មណ៍ទៅលើជីវិតរបស់សពសត្វទាំងឡាយដែលមានជីវជនរស់ស្រស់នៅក្នុងបច្ចុប្បន្ននេះយើងឃើញមានជួបប្រទះនៅសេចក្តីសុខផងនៅសេចក្តីទុក្ខផងការជួបប្រទះបើយើងធ្វើសេចក្តីប្រៀបធៀបថាតើការជួបសុខទុក្ខហ្នឹងតើសុខច្រើនជាងទុក្ខឬទុក្ខច្រើនជាងសុខចម្លើយដោយខ្លីតាមពុទ្ធដីកាគឺសេចក្តីទុក្ខមានប្រមាណច្រើនជាងសេចក្តីសុខដែលលោកអ្នកទាំងឡាយបិទភ្នែកហើយបើកភ្នែកមកវិញត្រូវដោះស្រាយបញ្ហាឲ្យរូបរាងកាយយើងទាំងអស់គេហៅថារូបបង្កទុក្ខំកាលណាមានរូបយើងត្រូវតែមានសេចក្តីទុក្ខអញ្ចឹងបាននៅក្នុងជាដកមួយលោកកំណត់អំពីអាយុរបស់សពសត្វទាំងឡាយនេះគឺទាញអំពីក្រៅអំពីពុទ្ធសាសនាតិចដែលព្រះអ៊ីសូឲ្យកំណត់អាយុសត្វបានឲ្យអាយុទៅសត្វសំណក់គឺរយៈពេល20ឆ្នាំប៉ុន្តែសត្វសំណក់អត់ព្រមទទួល20ឆ្នាំទេដោយសំណក់គិតថាជីវិតរស់នៅបើកភ្នែកឡើងត្រូវព្រុសការពារទ្រព្យសម្បត្តិគេទាំងថ្ងៃទាំងយប់ការពារអញ្ចឹងមានភាពលំបាកមានភាពនឿយណាយណាស់អញ្ចឹងសុំតែ10ឆ្នាំទេអញ្ចឹងព្រះយេស៊ូវក៏ព្រមហើយនិតទៅឲ្យស្វាពីណូហ្នឹងឲ្យ20ឆ្នាំដែរពីណូក៏អត់ព្រមដោយគិតថា20ឆ្នាំមានអាយុច្រើនណា20ឆ្នាំមានអាយុច្រើនអញ្ចឹងគ្រាន់តែរស់មកគ្រាន់តែស្ញើសោចស្ញែងស្ញាញលូតចុះលូតឡើងកំប្លុកកំប្លែងឲ្យគេសោចឲ្យគេសប្បាយត្រូវការ20ឆ្នាំយូរសឹងសុំតែ10ឆ្នាំបានណាហើយក៏ទៅឲ្យសត្វគោអាយុ40ឆ្នាំប៉ុន្តែគោក៏អត់ព្រមយក40ឆ្នាំទេសុំតែ20ឆ្នាំបានណាព្រោះកើតមកខំប្រឹងធ្វើស្រែធ្វើចំការឲ្យគេដល់ទៅជា40ឆ្នាំច្រើនណាអញ្ចឹងសុំតែ20ឆ្នាំបានណានិយាយអំពីមនុស្សព្រះយេស៊ូវឲ្យទៅដល់ទៅ80ឆ្នាំឲ្យទៅ60ឆ្នាំប៉ុន្តែមនុស្សថា60ឆ្នាំតិចសុំទៅដល់8ទៅសុំដល់80ឆ្នាំដោយមនុស្សថា60ឆ្នាំមិនបានធ្វើអីស្លាប់អស់ហើយសុំដល់80ឆ្នាំទៅអញ្ចឹងព្រះយេស៊ូវឲ្យដកពីសំណក់ខ្លះដកពីពានណខ្លះប្រគ្រប់ឲ្យបាន80ឆ្នាំអញ្ចឹងបានមនុស្សយើងកើតមកខុសអំពីសំណក់ខុសអំពីពានណបើនិយាយពីស្វាក្តីសំណក់ក្តីហ្នឹងកើតមកពី3ថ្ងៃបើកភ្នែករត់ដេញប្រយបើនិយាយពីគោកើតមកលិតតែបន្តិចហ្នឹងរត់ប្រយប៉ុន្តែមនុស្សយើងកើតមកមួយឆ្នាំបានចេះដើរទិសតះអីចឹងទៅហើយចំណាយពេលវេលារៀនសូត្រលោកអ្នកទាំងឡាយអស់25ឆ្នាំបានចប់
បរិញ្ញាបត្រអីចឹងណាចឹងចំណាយពេលវេលាប្រឹងប្រែងរកធ្វើការងារដូចជាគោហ្នឹងអស់25ឆ្នាំ25ឆ្នាំចប់ស្វែងរកការងារធ្វើរកការស្វែងរកការងារធ្វើរកទ្រព្យអស់25ឆ្នាំទៀតអញ្ចឹងអាយុយើង50ហ៎ចឹងបុគ្គលដែលមានបានធូរធារនៅអាយុ50បើលើ50ទៅប្រឹងមិនក៏មិនទៅមួយដោយសាររាងកាយចរុនចរីហើយចឹងត្រឹម50បើសិនជា50នឹងរកថវិកាធនធានទ្រព្យសម្បត្តិបានច្រើនយើងបរិភោគសបាយហឺហាបានតែ10ឆ្នាំដូចជាសត្វពៀនណូអញ្ចឹងវា60តែ60ទៅកម្លាំងពលកម្មត្រូវបានថយចុះចឹងព្យាធិនឹងចូលកើតមានដល់យើងរាល់គ្នាចឹងត្រឹម25ឆ្នាំជិត45ឆ្នាំអស់ត្មងយោមណាអស់សពចឹងពេលធេរៈវេលាសបាយទៅបានតែ10ឆ្នាំអីទេមិនច្រើនសេះសល់ពេលវេលានេះគឺសិតតែពេលវេលាដែលយើងប្រឹងប្រែងទាំងអស់តែប្រសិនបើយើងមិនប្រឹងប្រែងឲ្យបានដិតដល់ទេសូម្បីតែ10ឆ្នាំដែលត្រូវសបាយហ្នឹងក៏អត់មានដែរចឹងមកជីវិតគឺយើងត្រូវតែលំបាករហូតចឹងបានជាព្រះសម្មាសម្ពុទ្ធកំណត់ថារូបੰទុក្ខំរូបហ្នឹងគឺមានទុក្ខដ៏ច្រើនជាសេចក្តីសុខដែលដោះស្រាយឲ្យបញ្ហាជីវិតរបស់យើងហ្នឹងយើងកណនីគិតខ្លីៗអញ្ចឹងជូនពុទ្ធបរិស័ទដើម្បីជាកតិសម្រាប់ពិចារណាហើយយើងទាញសេចក្តីមួយទៀតថាការប្រព្រឹត្តជីវិតប្រចាំថ្ងៃរបស់យើងរាល់ថ្ងៃនេះហាក់បីដូចជាដើរប្រច្រាស់អំពីពុទ្ធដីកាដែលបានកំណត់ថាអាយុសត្វទាំងឡាយគឺស្ថិតនៅក្នុងភាពអនិច្ចំមិនទៀងប៉ុន្តែពេលការពិនិត្យសកម្មភាពអិយាបថជាក់ស្ដែងយើងឃើញថាសត្វលោកកំណត់ថាអ្វីទាំងអស់ទៀងកំណត់តែទៀងចឹងបានម្នាក់មានការហួងហែងមានការប្រកាន់ឈ្នានីសគ្នាទៅវិញទៅមកមិនចេះចប់ដោយសារយល់ថាអ្វីទាំងអស់ដែលយើងមាននៅក្នុងខ្លួនជារបស់ទៀងតាមសភាពនៃព្រះធម៌កំណត់ថាជារបស់មិនទៀងវាកើតហើយរលត់ទៅវិញយើងដើរប្រច្រាស់ឧទាហរណ៍មួយទៀតព្រះដ៏មានពភាថារូបយើងហ្នឹងជាទុក្ខប៉ុន្តែសត្វលោកខ្លះគាត់ថាជាសុខចឹងខំប្រឹងប្រសិនអ្នកខ្លះទៅខំប្រឹងរកគ្រួសារឲ្យបានគ្រួសារមកវាឡើងរូប2រូប1ខណ្ឌ5វាទុកដល់ច្រើនទៅហើយដល់រូប2វាឡើងខណ្ឌ10ដល់ពេលខណ្ឌនៅជាមួយខណ្ឌវាចេញខណ្ឌមកទៀតមានកូនមានចៅមាន3ទៀតទៅពី5 10បូក10ទៅ25ខ្លះមានតែកូនទៅដល់5ទៅ6ក៏មានដែរអញ្ចឹងយើងគិតទៅមកជីវិតរបស់យើងត្រូវដោះស្រាយឲ្យរឿងទាំងអស់ហ្នឹងដោះស្រាយខ្លួនឯងមិនតាន់បានគ្រប់គ្រងដោះស្រាយឲ្យគ្រួសារមិនចប់ដោះស្រាយរឿងកូនរហូតដល់រឿងចៅទៅទៀតដោះស្រាយនៅក្នុងជីវិតត្រង់តែបើកភ្នែកលុបមុខដោះថ្មិញត្រូវដោះស្រាយឲ្យរឿងហ្នឹងទាំងអស់ហើយរឿងទាំងអស់នេះញាតិញោមពុទ្ធបរិស័ទអត់មានអីទៅប្លែកទេជារឿងដែលដដែលដែលសត្វលោកត្រូវប្រើប្រាស់ញាតិញោមគិតពិចារណារឿងភាពដដែលនៃសត្វលោកគិតមើលព្រលឹមឡើង24ម៉ោងយើងកាត់ល្វែងម៉ោងយប់12ម៉ោងថ្ងៃ12ម៉ោងទៅអញ្ចឹងយើងសម្រាក12ម៉ោងចាត់ទុកថាវាអត់ន័យគ្រាន់តែមានដង្ហើមដកចេញចូលប៉ុន្តែ12ម៉ោងដែលយើងមានសកម្មភាពប្រព្រឹត្តទៅហ្នឹងតែយើងញ៉ាំងប្រយោជន៍អីខ្លះយើងបើកភ្នែកខ្វាច់មកត្រូវដោះថ្មិញត្រូវរកទ្របត្រូវចេញរកចំណីអាហារម៉ោង12បាយថ្ងៃត្រង់ល្ងាចបាយល្ងាចហើយម៉ោង7 8យប់គេងទៀតគេងហើយព្រលឹមឡើងងើបទៀតអញ្ចឹងដដែលអស់60ឆ្នាំឬ70ឆ្នាំ80ឆ្នាំជារឿងដដែលវាអត់មានអីថ្មីជាងហ្នឹងទេលោកអ្នក
tu chỉ lúc nè tầng lái miên chi và phép thu thi dạng na cả đói tu lúc nè tầng lái mình miên chi và phép thu thi dạng na cả đây nú có sốt sân ta thất lực nông phép đọt đai ao chỉ vật đọt sai ao chỉ vật đai hay dương mới cả đọt sai bỏ dương đấy cứ tha đọt sai dương mẹ đọt sai phải chỉ cho từ vinh cho từ vinh bởi đọt sai trầm riêng cài mới đọt bàn miền nhân riêng cài này nhân dụng đọt riêng cài bật to tiền chẳng miền để tròn cái hai chùm non pram bạc cá nó nhân dụng tròn lớn luôn miền sai à nè chế sray tha xung bởi phốt tục phốt mà đánh nhà bán bởi nhân dụng tròn này năng nhân dụng buông xuông bon son dạng ná có mình ai bàn đây miền tây sẽ cầm một hiệp ti để ai đọt sai bàn sẽ cầm một hiệp những cứ dương phơ ở vậy để dương trong đọt sai dương trong phốt đồng pi xịt đây túc cua lục nè tầng lái từ đọt đồng pi xịt đây túc nâng tới bán túc tới bán phốt tục bàn bởi nhận nhôm mình sai phóng bởi nhận nhôm bật trông bật hai em tiết hơi xùm ở rùi phốt chạ túc ở ai từ rùi tề nâng bị chạy nhận nhôm bật bò sát bị cha nà tới chắc bạn được nông xịt đây ní lôi cha lưng bật đi ca bị chạy thả thom ở rùa cho nên ở rùa từng phú á được nông xịt đây nữa nè bê để lúc nè tầng lái bạn đắp nơi sắp ra sật thóm để vô nơi ắt xịt đây mùi clear nâng nè cứ miền ao chỉ rùa nè ao chỉ rùa pru ấy pru vi chỉ thom mà chết sật sạt mình men chết kỳ mi được dương phải chở bon bô để phô tơ miền chủng ngữ thế đôi chỉ play form cái đây play croi cái đây play miền cái đấy đây lúc nè đạp prat nam lúc nè bô để phô tơ vì ai pa po sọc hiệp vì ai bật thô đây lúc nè bô để phô tơ thôi nhận nhôm nông miền sọc hiệp lỏ chỉ phải xét bàn sai chấm nông lời chất bỏ nhôm bàn nông pe để đo sai chấm nông lời chất bánรูปเรียงกายเราบอกโยมสระคลวนสระตะมองสระได้ยันโยมบ้านเมื่อเคยเนื้อปุ่นลือในปะทอบ้านเมื่อเคยเนื้อขนมจีวัดปัดนี่ท่าจีวัดวิอัดเตียงจีวัดเจียดตกกาดายังเมื่อเคยเต้ยันโยมดอกกาจอจุ่มเปียจังบานเลยกานาดอกจอจุ่มเปียบ้านยันโยมสกไปรอดไงได้ยืงมันบานสกนี้เดินซาเตลูกเนี่ยต่างหลายจอจุ่มเปียนั่งไงกานาจอจุ่มเปียvì miền Bắc để khẽ thằng cái na miền Bắc để khẽ vì chơi những pi ở đây một bên chất nó Bắc để khẽ khang na cái na miền Bắc để khẽ vì nó mới cả tu sa vì ai bật tu sa ai ấy từ mùi cái này tới miền Cam miền Pía cả đời chia ba tẹ to từ một tiệt chẳng nếu là pe thì nhôm man mưa khơi được cái nông sạch riêng chỉ vật nâng nâng nhận nhôm độ cha và can định mó nhận nhôm sào chặt đôi chia ô tì ho thả đôi chia isa chân nền đôi chia lô phe chẳng bàn macheria cầm nành đôi chia mô hạ thoan trở lom vùng vê dân thoan nâng pre đầm miên bậc phía lượng ở dương lẹ bằng chó đôi dương bật lẹ bằng lì mua được không bằng cung chẳng lẹ bằng chó dương ở sân nọ tề bị pru thoa từng on nâng vì nó ở dương cái đai luôn với ở dương nâng anh tây được không plei chật là bây giờ nhôm mơ khơi nhôm lẹ chào đó ban sọc bạt đấy cái đấy chẳng à bây giờ nhôm ban đạp thế nè na con lử lu khoác khát tinh túi nhận nhôm miền ca chắp vô miền ca can vô tới thôi ai plei chật là bỏ dưới nứng ọt xa ọt ọ bỏ để sọt tề chẳng xịt đây nứng à chẳng mà nhận nhôm mà đạp bạt thò sật chỉ miền phọp sầm nang thà ô thò na để cu lẹ thò na để cu can vô nhận nhôm cầm nót xịt đây tập pan nâng bà này cả na cầm nát xịt đây phần nắng cứ thưa là biết chỉ vật luôn nơi là bao nhiêu nhôm nước man đầm nạo ca lò bởi nhiệt nhôm ăn ban khơi sạch riêng từ họ năng tế thưa ai chỉ vật là bao nhiêu nắng rau xịt đây sắc mình bàn để nơi ta mình xăm nơi ta mình cua mình xăm mình cua chẳng lô đã bật này từ về nằng rau cả lại ngọc rau cả lại bò để sắt để không plei chất mình miền tềตอนลูกเนี่ยต่างลายนั่นก็มีการจำราในสเตปทานกายเวทนีจัดทอกายขนมกายเวทนีขนมเวทนีจัดขนมจัดทอขนมทั่วเปียถากายเวทนีจัดทอเวขนมกายหนึ่งเวทนีจัดทอนี้คือคลองใจถากายขนมกายนั้นไปเชี่ยยันยมตอนถากายเด็กกาลานั้นให้เวลาตัววิ่งอันทำไมจะปีกายจะจ่อไปเชี่ยจูนยันยมปดบอดซัดกายเรียงกายบ่อย่างนี้กิการเรามหาพุทธรูปบุญนั่งมหาพุทธรูปบุญนั่งมหาพุทธรูปมาเพย์บุญ
bởi dương vậy bị khán bị cả lang đây vết tận sanh nhá sang khara vì nhiên để cả lang từng on nằng ban dương thì dây riêng nắng vì riêng chơi tích ban này dương tin mở ra với thả riêng cai là bò dương cứ cả lang đói tắc đây lực trò chẳng riêng dương khá cả lang đói cầm nát chẳng bay rồi cầm nát chẳng bị trong chương là hốt đỏ sang sót cứ miên cầm nát chẳng bay rồi cầm nátนึกนงครูนยังเนี่ยอัดเมียนทันเนี่ยเตียบเนี่ยปูเนี่ยทอดเนี่ยสเกลไม่ตีคือกำนัดนึกนงครูนบ่อยกำนัดจังนึกครูนยังเมียนใบรอยกำนัดเฮ้ยใบรอยกำนัดนี้ตรังบานโจงชอบแต่ดาวสดใสเฮ้ยบัดเปียดาวใสเชียมกรอบดันดอบดาวสบายเฮ้ยบานยังไตรดึงกดแต่มุกบานนั้นดาวกรอบกรองดาววิญญาณนึงไตรดึงกดตึกบานยังเคยถ่ายกรอบดาวในสบายมันสะสมมันหล่อยินยมคอมปรังกัดสำลิดหม่อมเปียหมดเสียเปียเตียนถ้ามันเสียเปียมันซ้อมรวมเดียดยินยมในกระทว่าจัดแจงก่อสร้างในเครื่องอลังการเซ็งหมอรีบโลนเธอไม่ครูนไอมือได้ซ้อมรวมคลาเตอร์ก็สบายนึงมันซ้อมรวมเมียนกาบัดเบียเมียนกากุเวียปัดไทยเตียดดำใบเอารูปนั้นสะอาดเอารูปนั้นหล่อนั่งจังปันดาไปยังศึกษาเมนเทนรูปนึงมันเมียนละออนะพลายในเรียงกายบ่อยืนนั้นมันจะพลายละออได้โยมเรียงกายละบ่อยืนพลายใจมั้งคือโรคแต่มาดองพระสมมาสัมพุทธกำนัดในแท้โรคกับโปดาจังเรียงกายละบ่อยืนเนี่ยได้ยืนเมียนกมุน50 กิโล70 กิโล100 กิโลนี่คือพลายเรียงกายละบ่อยืนคือโรคจังโรคในขนมครูนยืนรอบปอนโรคต่างออกกรอนแต่เนโรคติดโรคจานได้ปนอสมบัติในเรียงกายระบอบยังคือโรคจังปีศาจเชียมบ่อยืนนั่งไอแต่ยืนคำบังบริโภคอาหารสัตว์ต่างออกนั่งไอจังยังกิดได้ดอลล่ะไงนะแล้วยันยมเคยถ่ารูปเรียงกายระบอบโลกเนี่ยต่างลายนั้นการล้างโดยกำนัดจังใบโดยกำนัดจบโดยจะใส่บัดเบียดเลยใส่เชียมกระบดับโดยสบายเราเป็นยันยมถ่าใบทะเลแต่วิ่งอย่างนั้นยันยมดอกตามนั่งมาวิ่งดอกดูจิตสตบเจจังสังขารต่างลายเปรียบใบโดยจะดามเจงจังยันโยโบสังคาต่างหลายดังมาวิ่งเมาส์เบื่อยี่สังคามีสังคารกะสังคารกะยันโยมต่างหลายปีบายันโยมยี่ปีดามเจสเพียบในดามเจวิ่งดามเจยันโยมโบมวยสตอบแต่คืออัดเมียนคลำเตอย่างนั้นไม่เรียนกายระบอบยันโยมดอกขาเอาเจนดอกสบายเจนดอกใส่เชียมเจนดอกใส่เจนนุกกำนัดจังใบรอยกำนัดหนึ่งดูเรลนั่นไปดูเรลเตอกำนัดจังนั่งไอตรึกำได้พองตรึตะเจียพองนั่งใครเตยเจียระบอบโซนตะเตต่างออกจัง70 กิโล80 กิโลนี่โซนนั่งไอในภาษามาสามพุทธสำได้ท่าอนัตตาอัตตาคล้วนดอกไปอนัตตามันแมนคล้วนอัดเมียนคล้วนเด้ได้ยังสมกอท่าอัตตานั่งกรอนตะเจียโบรามัดแต่สัจจะแต่ปนนอบรมัดสัญญากำนัดท้ารูปเวทเนียสัญญากับเมียนกำนัดท้าตักได้เปลืองจอกำนัดท้าได้เจิงสะขบาขอายกำนัดเจ็บบอดปัญญาแต่ปนเอาปันแต่เด็กนางโบได้มัดอัดเมียนได้ยกอัดเมียนไออัดเมียนใดอัดเมียนเจิงไอยังได้เวจีระบอดเทียดต่างออกจะทำมาเทียดต่างออกเชื่อระบอดโซนแต่เตจังไงนั่งตีนสกได้ยันยมปุตบอระสัตวิจารณานังมากระทาเรียงเชยบันติปันไตเจริญมาตีนสิกได้สลายระเอาลูกเนี่ยต่างหลายนั่งไอสดับโยนจูจัดบ้านตั้งตีนมาวิ่งถ่ารูปเรียงกายลูกเนี่ยต่างหลายได้ไตรรงกดยืงเตยนี้เนี่ยเมียนสเพียบโซนต่อเตมันแมนคลวนอย่างใบยันโยมเคยคลวนต่างอดเท้ยมีเมียนคลวนมาปีหนาอดเมียนเดจังรอดไงลูกเนี่ยต่างหลายสมกอถักคลวนนั่งเองได้เนี่ยนาป่ามบ้านสดายทามบ้านเลือรวมบ้านได้สักถักครูนนั้นกระดักครูนนั้นเป็นในโลกเนี่ยจอบท่ามันจะครูนมามัดđấy nhiệt nhômจะจะใส่ไปเนี่ยนั่งสิกระไดนั่งจังáจังจะมันพอnhiệt nhômปดบอลสัตว์กระไรนั่งเรียงเชื่อได้แต่nhiệt nhômสดับติดเต๋อnhiệt nhôm thấyดึงจังเชื่อไหมเจ้ทำมันครูนไหมบุครูนไอ้ดาวไตรจึงกดรอดไงประรอดไงนั่งจังไงได้อ้างปัจจจูนลูกเนี่ยนั่งในตรองถ่าวิอัดเมียนไอได้ยังสายได้ยังดอกเวียแต่วิอัดเมียนไอต่างอ้อนั่งไอได้โลกท้ามันแม่ได้บอกล้วนซุ่มตีสิกได้
របស់ជីវិតម្មនុស្សម្នាក់ការពីយើងនៅកុមារភាពលោកអ្នកមិនគិតថាមានម្ដាយឪពុកនឹងជាទីពឹងទីរលឹកព្រោះយើងជួបបញ្ហាអីផ្សេងលោកឪពុកអ្នកម្ដាយរបស់យើងជាអ្នកដោះស្រាយឲ្យយើងដល់យើងវិវត្តមកពេញរូបពេញរាងយើងមានមិត្តភ័ក្តិលេងជាមួយយើងសប្បាយអញ្ចឹងទៅថាមិត្តភ័ក្តិហ្នឹងមានសារៈសំខាន់ណាស់ពេលខ្លះសប្បាយយើងជាមួយមិត្តភ័ក្តិលោកឪពុកអ្នកម្ដាយហ្នឹងនិយាយអត់ស្ដាប់ទេស្ដាប់មិត្តភ័ក្តិជាងឪពុកម្ដាយដល់យល់ថាមិត្តភ័ក្តិហ្នឹងជាទីពឹងរបស់យើងអាចនិយាយលេងបានអាចដើរលេងសើចបានអត់ដូចម្ដាយឪពុកអ្នកស្ដីអ្នកថាអីអញ្ចឹងណាដល់ពេលវិវត្តនាការតិចទៀតទៅថាមានមិត្តភ័ក្តិដូចជាមិនមានក្តីសុខអីសោះតើមានតែគ្រួសារមានគ្រួសារមានប្តីប្រពន្ធទៅបានជីវិតនឹងវាមានន័យមានខ្លឹមសារដល់ពេលរៀបការជាប្តីប្រពន្ធរស់នៅភាពជាប្តីប្រពន្ធយូរទៅថោសេចក្តីសុខមិនឃើញតោះតែមានកូនបានគ្រួសារនឹងមានសេចក្តីសុខគិតអញ្ចឹងទៀតគិតមកកលៈទៀតថាបើមានតែប្តីប្រពន្ធប៉ុណ្ណឹងវាមិនមានក្តីសុខទេតមានកូនទៀតទៅជីវិតគ្រួសារហ្នឹងមានសេចក្តីសុខអាចកូននឹងជាអ្នកបតោវេនអីចឹងតាមសេចក្តីនៃដែលយើងយល់តាមសេចក្តីយើងកំណត់ឲ្យហ្នឹងណានឹងអញ្ចឹងដល់ពេលមានកូនចិញ្ចឹមកូនធំទៅកូនធំទៅគេការប្តីប្រពន្ធគេបែកផ្ទះបាយសបែងទៅអស់ទៅមានខ្លះទៅខេត្តនេះខេត្តនោះអីចឹងទៅភ្នំពេញបាត់ដំបងអីចឹងទៅរៀងខ្លួនដល់ពេលមិនយូរប្រហែលនៅតែពីអ្នកយាយតានៅផ្ទះនេះញោមយូរទៅគេបាយអស់តែនៅពីអ្នកយាយតាជួនកាលនៅមើលផ្ទះជួនកាលនៅមើលចៅទេតែប៉ុណ្្នឹងឯងដល់អំណះតិចទៀតទៅមិនយូរប្រហែលអារាងកាយវាជាត្រុតត្រោមកូនផ្ញើលុយមកក៏បានក៏សប្បាយចិត្តមិនផ្ញើក៏អត់ទៅតូចចិត្តនៅក្នុងមើលចាំមើលខែមន់សន្តិមើលចាំផ្លូវគូនផ្ញើព័ត៌មានផ្ញើថវិកាយមកនៅក្នុងផ្ទះដោយសត្វគ្រាលនៅក្នុងសម្បុកចឹងញោមអត់មានកម្លាំងបលាំងណាទៅធ្វើកម្លាំងពលកម្មដើម្បីបានកម្រៃចិញ្ចឹមជីវិតទេពឹងអាស្រ័យនឹងគេបញ្ចុករហូតពឹងថវិកាកូនគេឲ្យរហូតពូចាស់ចរិយាទៅហើយចឹងដល់ចុងក្រោយចាស់អញ្ចឹងនៅចាំសម្បុកចឹងញោមដល់បន្តិចទៀតមិនយូរប្រហែលត្រូវតាស្លាប់ចោលទៅនៅម្នាក់ឯងកំប្រងឥឡូវញាតិញោមពុទ្ធបរិស័ទសួរមើលតើរឿងពិតជីវិតនៅត្រង់ណាញោមណាគិតបន្តិចនៅត្រង់ណាញោមនៅត្រង់ណាមានកូនមានប្តីមានទ្រព្យក៏មិនមែនជារឿងជីវិតពិតដែរជីវិតពិតនៅត្រង់ណានេះជាចំណោទបញ្ហាដែលលោកអ្នកទាំងឡាយត្រូវគិតចឹងបានត្រូវគិតចំណុចជីវិតពិតបំផុតនោះគឺជីវិតដែលយើងត្រូវបានរៀបចំជីវិតឲ្យខ្លួនឯងប៉ុន្តែពេលខ្លះលោកអ្នកទាំងឡាយហ្នឹងច្រើនគិតរឿងអ្នកដទៃច្រើនជាងគិតរឿងខ្លួនឯងពេលខ្លះឲ្យខ្លួនឯងប្រព្រឹត្តអំពើអាក្រក់ដើម្បីចិញ្ចឹមអ្នកដទៃអញ្ចឹងតាមពិតយើងត្រូវគិតខ្លួនឯងរឿងជីវិតពិតនៅត្រង់យើងធ្វើសេចក្តីល្អឲ្យខ្លួនឯងអាហ្នឹងអញ្ចឹងទាញមកឃើញសេចក្តីពិតកន្លែងហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទដែលមានវ័យប៉ុណ្ណេះហើយអាចកណនាចាញ់កន្លែងហ្នឹងឥឡូវកណនាឲ្យញោមតិចឥឡូវញោមខ្លះញោមព្រំអាយុប៉ុន្មានហើយ46មែន46ក៏46ឥឡូវ46ហ្នឹងគឺជាតួលេខដែលយើងបានប្រើប្រាស់អស់បែ46ផ្ទុយឥឡូវ64បើយើងនិយាយពីអាយុកាលសល់ប្រហែលសល់តែ75ដល់64សល់11ឆ្នាំទៀតអញ្ចឹងញាតិញោមប្រើពេលអស់64ឆ្នាំហើយសល់តែ11ឆ្នាំទៀតទេបើថវិការបស់លោកអ្នកដែលប្រើប្រាស់បើនៅក្នុងហៅប៉ៅមាន200000ញោមចាយអស់150,000វាប្រកបណាស់នៅសល់50,000ទៀតតែរឿងជីវិតរបស់យើងប្រើប្រាស់អស់64ឆ្នាំតើប្រកបទេថានៅ11ឆ្នាំទៀតប្រកបអត់ញោមអត់ប្រកបទេមិនបានមិនប្រកបដោយសារតែសត្វលោកទាំងអស់ស្ថិតនៅក្នុងក្របខ័ណ្ឌអនិច្ចំទុក្ខំអនត្តា
គឺស្ថិតនៅក្នុងសភាពមិនទៀងភាពមិនទៀងហ្នឹងមិនមែនថារាសទេមិនមែនថានាម៉ឺនមន្ត្រីទេសូម្បីតែស្ដេចផែនដីហ្នឹងក៏ស្ថិតនៅក្នុងក្របខ័ណ្ឌមិនទៀងដែរមិនកុំយើងថាអាយុជីវិតសត្វសូម្បីតែអវិញ្ញាណកាដែលមិនមានគ្រប់គ្រងដូចជាផ្ទាំងថ្មដូចជាព្រះវិហារអីសពបែបសពយ៉ាងហ្នឹងក៏នឹកដល់ការមិនទៀងដូចគ្នាមានទៀងមាននៃការវាប្រែប្រួលផ្ទះសបែងហ្នឹងអាញោមប្រែប្រួលដូចគ្នាទាំងអស់ប៉ុន្តែគ្រាន់តែប្រែប្រួលប្រចាំថ្ងៃញាតិញោមមើលអត់ឃើញតាមពិតប្រែប្រួលពីថ្មីទៅចាស់ហ្នឹងឃើញទេអាយុ100ឆ្នាំអាគារពហិហ្នឹងក៏ត្រូវបាក់បាយទៅវិញដែរថ្មហ្នឹងអាយុទៅវារិចរិលអស់ទៅឃើញទេត្រូវដំណក់ទឹកព្រៀងត្រូវខ្យល់ត្រូវកម្ដៅក៏រិចរិលដែរអញ្ចឹងនៅក្នុងលោកនេះនៅក្នុងត្រៃភពនេះវាស្ថិតនៅក្នុងសាមញ្ញលក្ខណៈធម៌គឺអនិច្ចំទុក្ខអនត្តាអត់មានបុគ្គលណាមួយដែលអាចទៀងបានទេអត់ទៀងបានទេគឺមកស្ថិតនៅក្នុងលក្ខណៈមិនទៀងទាំងអស់អានឹងទៀងអញ្ចឹងហើយមួយទៀតបច្ចៈមួយចិត្តញោមរូបរាងកាយរបស់ញោមមិនទៀងឥឡូវអាត្មាសូមបច្ចៈអំពីមរណៈលោកអ្នកទាំងឡាយកំណត់យកន័យតែមួយជ្រុងទេគឺន័យអស់ខ្យល់ដកអាសាសះបាដកញាតិញោមថាស្លាប់ឬមរណៈប៉ុន្តែមរណៈសូម្បីតែយើងមានខ្យល់ហ្នឹងក៏ឲ្យឈ្មោះមរណៈដែរមរណៈវាមាន3មានខនិកៈមរណៈគឺមរណៈដោយគណៈដង្ហើមដកចេញចូលនិងព្រឹកល្ងាចយប់ថ្ងៃនាឡិកាវាវិលក្រឹក1នាទី2នាទីមួយខែមួយឆ្នាំហ្នឹងណាវាស៊ីរាងកាយរបស់យើងស៊ីរាងកាយរបស់និញោមទាំងអស់ហ្នឹងហើយពីស្បែកតឹងទៅស្បែកឈធូពីកម្លាំងខ្លាំងទៅកម្លាំងខ្សោយឃើញទេវាស៊ីចូលទាំងអស់ចឹងបានព្រះដ៏មានពាក្យថាជីវិតសត្វទាំងឡាយនេះមានប្រមាណតិចតួចបំផុតដោយជារាចូលមកបៀតបៀនជារាព្យាធិចូលមកបៀតបៀនឲ្យអាយុយើងនឹងតិចញោមតិចចឹងញោមទាំងអស់គ្នាហ្នឹងអត់ច្រើនទេត្រឹម75ហ្នឹងមិនច្រើនទេតិចណាស់មិនបានតិចដោយសារតែជារាព្យាធិចូលមកបៀតបៀនរាងកាយរបស់យើងហ្នឹងបានអាយុហ្នឹងវាតិចជីវិតហ្នឹងវាតិចនឹងអញ្ចឹងញោមមកស្គាល់ថាម៉េចបានតិចដោយសារជារាតើស្អីទៅជារាតើស្អីទៅព្យាធិយើងដាក់សំណួរទៀតណាជារាហ្នឹងគឺភាសាបាលីភាសាខ្មែរថាចាស់ញាតិញោមស្គាល់ចាស់ទេចាស់ហ្នឹងមិនមែនខ្ចីទេចាស់ហ្នឹងវាមានពណ៌មិនរៀងព្រឿងវាលឹកឈើទុំវិញលឹកឈើរៀងចាស់រៀងពណ៌លឿងហើយនឹងចិត្តដល់ហើយចឹងយើងដូចគ្នាដែរនៅពេលដែលងើបឡើងច្រត់ជង្គង់ឬងើបឡើងតយគូតឡើងមុនអាហ្នឹងចិត្តដែរអាហ្នឹងចាស់ហើយស្គីលហើយញោមស្គីលហើយដល់ពេលចាស់ហើយស្គីលនេះទៀតទៅតិចទៅចិត្តទៅមកយូរដែរអាចាស់ស្គីលច្រើនទៅកគ្នាទៅវាទៅទុំយ៉ាងណាមិញចាស់ជាធិនឹងកើនច្រើនទៅថយឡើងវាឲ្យបើកឱកាសជំងឺព្យាធិចូលមកដល់ព្យាធិប្រែជំងឺនៅពេលដែលកម្លាំងការពារទាំងឡាយទៅថយចុះជំងឺចូលមកកាលណាជំងឺចូលមកច្រើនវាទៅមរណៈណាយមណាទៅទុំហ្នឹងទាញអញ្ចឹងហើយយើងយកមើលរឿងអត្តភាពរបស់យើងរាងកាយរបស់យើងហ្នឹងជាតិជារាព្យាធិនិងមរណៈអាជាតិនេះស្ថាបនាយើងថាមកអាយុ25ទេ25 26កម្លាំងមាំញោមណាលើកអង្គមកបេ50គីឡូវត្តព្រឹសហ្មងលើកមួយជើងក៏បានដែរកាអាត្មាមុនលើករួច50គីឡូញឹងអញ្ចឹងហើបឥឡូវ25គីឡូញឹងអត់រួចទេញោមអូទេឡើង46ឯឆ្នាំនេះអញ្ចឹងញឹងអត់រួចទេឃើញទេគឺជារៀនវាចូលមកនៅពេលជាតិស្ថាបនាយើងជាតិនឹងស្ថាបនាឡើងមកតាមមកដល់ត្រឹម25 26ហ្នឹងចាប់ដើមជារាចូលមកថយហើយដល់ថយខ្លាំង51ព្យាធិចូលមកទៀតខ្លាញ់អាស៊ីតស្ករចូលមកទៀត60ត្រូមែនតែនទៅតោះតែក្តៅបន្តិចល្ងាបន្តិចក៏ដាច់ខ្យល់ដែរញោមអញ្ចឹងសំណួរគឺសួរថាមនុស្សចាស់ហេតុអ្វីបានអាកាសធាតុប្រែប្រួលគាត់ស្លាប់ច្រើនក្តៅខ្លាំងក៏គាត់ស្លាប់ច្រើនត្រជាក់ខ្លាំងក៏គាត់ស្លាប់ដែរមូលហេតុអីញោមអាចឆ្លើយបានទេបើក្មេង
ទោះជាក្តៅយ៉ាងម៉េចត្រជាក់យ៉ាងម៉េចគាត់ត្រូលបាទាំងអស់អត់អីទេប៉ុន្តែមនុស្សចាស់ក្តៅខ្លាំងក៏មិនបានដែរត្រជាក់ខ្លាំងក៏មិនបានដែរមូលហេតុនៅត្រង់ថារាងកាយរបស់គាត់បានបាត់បង់នៅប្រព័ន្ធការពារហើយកាលណាបាត់បង់ប្រព័ន្ធនៅការពារក្តៅបន្តិចហ្នឹងមកហ្នឹងដាច់ខ្យល់ហើយញោមអត់យូរទេចាស់ស្លាប់ច្រើននៅខែធ្លាក់លំហោអញ្ចឹងបានកូនចៅទាំងអស់ដែលមានលទ្ធភាពទិញភួយទិញមុងចេញអីឲ្យគាត់ទិញអាវងាយជូនគាត់កាត់ភ្លើងកាត់អីដាំទឹកក្តៅឲ្យជូនគាត់អញ្ចឹងទៅព្រោះតែខានធ្វើអារឿងហ្នឹងហឹងពោះស្លាប់បាត់ហ្មងដោយសារប្រព័ន្ធគាត់ខ្សោយឯងណាដង្ហើមគាត់រៀងខ្លីដែរអត់យូរអត់បានវែងដូចយើងពីមុនទេអញ្ចឹងណាស្ទើរសូត្រធម៌ក៏ហត់ដែរនឹងបានន័យថាកាលណាប្រព័ន្ធការពារទាំងឡាយថយចុះអានឹងឲ្យឈ្មោះតិចរាហើយនៅពេលអាកាសធាតុទាំងឡាយវាប្រែប្រួលទាំងឡាយមកអាកាសធាតុទាំងឡាយប្រែប្រួលយើងនឹងរងគ្រោះហើយនឹងទាញអញ្ចឹងញោមទាំងអស់គ្នាត្រូវចាំឲ្យជាពិសេសសំណាក់កូនប្រុសស្រីទាំងអស់ដែលមានលទ្ធភាពទិញប្រព័ន្ធការពារជូនលោកអ្នកដែលមានគុណក្តីឬចាស់ព្រឹត្តចាស់ព្រេងអីគឺយើងបំពេញបុណ្យតាមហ្នឹងទៅហ្នឹងអញ្ចឹងអាហ្នឹងទាញមួយហ្នឹងគឺឲ្យឈ្មោះថាខនិកមរណៈគឺបានដល់ពុទ្ធជនស្លាប់ដោយគណៈពីក្មេងទៅចាស់អញ្ចឹងទី2គេឲ្យឈ្មោះថាសមតិមរណៈគឺមរណៈដោយសេចក្តីសន្មត់របស់ពុទ្ធជនដែលចាក់ស្លាប់ហើយកើតទៀតយើងល្អទេស្លាប់ហើយកើតទៀតឲ្យឈ្មោះថាសមតិមរណៈសមតិមរណៈនេះដូចឧបាសិកាសុកសានហើយញុកនេះឧបាសកសុកសានហើយញុកនេះគាត់ស្លាប់ដោយសេចក្តីសន្មត់ទេសេចក្តីសន្មត់ដោយសារគាត់ស្លាប់ហើយគាត់បដិសន្ធិទៅមុខទៀតបដិសន្ធិទៅមុខទៀតអញ្ចឹងគាត់កើតទៅជាតិមុខមួយទៀតដែរអញ្ចឹងនេះការសន្មត់ហ្នឹងឯងនេះថាស្លាប់បដោះអាសន្នអញ្ចឹងណាគាត់ដូររូបរាងឯងប៉ុន្តែឲ្យសូនមិនសូនទេគាត់នឹងបដិសន្ធិអញ្ចឹងញោមរងថ្ងៃស្លាប់រងថ្ងៃមិនដឹងខ្លួនស្លាប់ទេញោមអត់ដឹងទេតិចមានស្វាំងទេតិចមានស្វាំងទេសក់មានស្កើទេតិចរៀងស្ដាំមិនសូវលឺទេកម្លាំងរបស់យើងហត់ទេអត់អាហ្នឹងគឺថ្មីយើងមានអង្គើទេមានបាក់ឯអានឹងស្លាប់គណៈឯងណាហើយទី3សមុច្ឆេតមរណៈគឺសម្រាប់ក្បានដល់ការស្លាប់របស់ព្រះអរហន្តទាំងឡាយព្រះអរហន្តទាំងឡាយលោកបានចូលនិរោធសមាបត្តិសម្រាប់ឈានអស់ហើយអញ្ចឹងលោកលែងកើតទៅចូលបរិនិព្វានទៅគឺលេបនៃសន្ធិទៀតដែរអញ្ចឹងគឺស្លាប់អត់កើតទៀតទេអញ្ចឹងមានសំណួរមួយសួរថាយេញោមឆ្លើយចេញអត់បើឆ្លើយចេញបានរង្វាន់ញោមស្ដាប់ឮទេចាំឆ្លើយរង្វាន់ឆ្លើយយករង្វាន់ទឹកភេទចក្រកំប៉ុងក៏មានទឹកភេទជាកែវក៏មានទឹកសុទ្ធក៏អត់ទាន់មូលនៅទឹកបរិសុទ្ធដដែលបើមូលទៅអស់បរិសុទ្ធទេមិនទៅបរិសុទ្ធទេចឹងញោមឆ្លើយទៅបានរើសមួយណាបានមួយហ្នឹងសួរថាមានបុគ្គលខ្លះយល់ថាសត្វទាំងឡាយស្លាប់ហើយកើតទៀតក៏មិនឆាតថេបុគ្គលខ្លះយល់ថាស្លាប់ហើយអត់កើតទៀតក៏ជាមិនឆាតថេតើសមាទិដ្ឋិនៅត្រង់ណាញោមឆ្លើយបានទេយល់ថាកើតស្លាប់ហើយកើតទៀតក៏មិនឆាតថេយល់ឲ្យស្លាប់ហើយមិនកើតទៀតក៏មិនឆាតថេតើអ្វីទៅមិនឆាតថេមានន័យថាយល់ខុសមិនត្រូវវិញឥឡូវមិនត្រូវមិនជាសមាទិដ្ឋិត្រូវវិញនៅត្រង់ហ្នឹងញោមណាឆ្លើយបានស្លាប់ហើយកើតវិញក៏ជាមច្ឆតិដ្ឋិស្លាប់ហើយមិនកើតទៀតក៏មច្ឆតិដ្ឋិតើសមាទិដ្ឋិនៅត្រង់ណាអានេះយើងបញ្ជាក់ណាទីសេចក្តីបញ្ជាក់មកវិញថាសមាទិដ្ឋិវានៅត្រង់ចន្លោះកណ្ដាលឧទាហរណ៍ថាភ្លើងទៀនកណេះយល់ហើយស្លាប់ហើយកើតទៀតក៏មិនឆាតថេភ្លើងទៀនកណេះស្លាប់ហើយមិនកើតទៀតក៏មិនឆាតថេអញ្ចឹងយើងដកជាប់ការប្រកាន់ទៅនៅចំកណ្ដាលហ្នឹងឯង
ជាសមាធិជាមជ្ឈិមេបនិបទាការនៅចំកណ្ដាលនៅអញ្ចឹងឥឡូវសួរសំណួរហ្នឹងទាញមួយទៀតថាតើអំពើបាបនិងអំពើបុណ្យមួយណាងាយធ្វើជាងញោមបាបងាយធ្វើជាងហើយញោមឆ្លើយមិនទៀតចម្លើយដោយខ្លីវាអាស្រ័យលើបុគ្គលបាបក៏មិនពិបាកធ្វើបុណ្យក៏មិនពិបាកធ្វើវាអាស្រ័យលើបុគ្គលបើបុគ្គលជាសប្បុរសបុគ្គលជនជាបណ្ឌិតលោកងាយធ្វើបំផុតអំពើបុណ្យតែឲ្យគាត់ធ្វើអំពើបាបគាត់ពិបាកធ្វើណាពិបាកណាតែបុគ្គលពៀលវិញឲ្យគាត់មកធ្វើបុណ្យលំបាកប៉ុន្តែគាត់ធ្វើបាបវិញស្រួលផុយបងស្រួលណាស់អញ្ចឹងវាអាស្រ័យលើបុគ្គលអញ្ចឹងហើយបើយើងឆ្លើយថាបាបងាយធ្វើជាងក៏មិនត្រូវបុណ្យងាយធ្វើជាងក៏មិនត្រូវអាស្រ័យលើបុគ្គលតើបុគ្គលនឹងជាបុគ្គលបែបម៉េចបើបុគ្គលជាសប្បុរសជនជាបណ្ឌិតលោកពិបាកធ្វើបាបតែងាយធ្វើបុណ្យបើបុគ្គលជាជនពីអសប្បុរសបាបជាធ្វើបុណ្យពិបាកធ្វើអញ្ចឹងវានៅកន្លែងដែរនឹងបាននិយាយកំណត់ន័យអញ្ចឹងសួរមួយទៀតសួរទៀតចប់សួរថាអ្នកសំសិលធ្វើបាបតិចជាងអ្នកអត់សំសិលតើត្រូវឬខុសញោមគេថាអ្នកសំសិលធ្វើបាបធ្ងន់ជាងអ្នកអត់សំសិលអ្នកសំសិលធ្វើបាបតិចជាងព្រោះអត់ដឹងតើត្រូវឬខុសត្រូវសំណួរមួយទៀតដុំដៃក្តៅមួយគេដុតឡើងក្រហមហើយបុគ្គល2នាក់ទៅកាន់មួយកូនក្មេងមួយមនុស្សចាស់កូនក្មេងអត់ដឹងថាដុំដៃក្តៅវាស្មានតែផ្លែពមវាក្រហមតែមនុស្សចាស់ថាហ្នឹងដុំដៃតើបុគ្គល2ហ្នឹងទៅកាន់ដុំដៃតើមួយណារលាកខ្លាំងជាងមនុស្សចាស់លាកខ្លាំងជាងមិនបានខ្លាំងជាងក្មេងអត់ដឹងទៅកាន់ពេញទំហឹងហ្មងវាលាកប៉ុន្តែមនុស្សដឹងបើកាន់រៀងសើបើរលាកក៏លាកសើដែរមែនអត់យោយ៉ាងណាមិញបុណ្យនិងបាបក៏ដូចគ្នាដែរបាបធ្ងន់បាបស្រាលបុណ្យធ្ងន់បុណ្យស្រាលវាអាស្រ័យលើចេតនាញោមលើចេតនាឥឡូវនិយាយអំពីអ្នកដែលសំសិលវិញអត់ដឹងធ្វើបាបធ្ងន់ជាងអ្នកដែលសំសិលបើសំសិលដឹងធ្វើបាបស្រាលជាងតិចជាងព្រោះអីបើមុននឹងធ្វើជាគិតអើយសំទេល្អទេបើធ្វើរៀងកំបាំងមុខពួនធ្វើអីចឹងណាប៉ុន្តែអ្នកអត់សំសិលពេញចំហចេញមុខគាត់ធ្វើមិនគាត់ធ្វើអត់ខ្លាចឲ្យយើងបើអាកមកខ្វោកដាច់ម៉ាត់ហ្មងបើអ្នកសំសិលឯងទៅអត់អីអត់យ៉ាងអាហ្នឹងឃើញកម្លាំងចេតនាចិត្តរបស់យើងហ្នឹងវាខុសគ្នាអញ្ចឹងញាតិញោមខ្លះយល់ថាអត់តាមសំសិលហ្នឹងធ្វើបាបតិចជាងយល់ខុសទៅខុសអញ្ចឹងធ្វើឲ្យខ្លួនឯងហ្នឹងមិនទៅសំសិលសងំពួនបំពេញធ្វើអំពើបាបហ្នឹងកាន់តែច្រើនទៅខ្លះអាយុ40មិនតាន់សំសិលទេអត់តាន់បានសំសិលអាខាថា60មិនតាន់សំសិលផងចិត្តមិនតាន់សំសិលផងនៅបន្លែបន្លំនឹងតិចទៅដល់60បាត់ដល់ពេលសំសិលបាន5ឆ្នាំ65ងាប់បាត់ញាតិញោមធ្វើទូលេខមើល60ហើយនឹង5ទូតរគ្នាបានហ្នឹងកណនីលេងអញ្ចឹងណាញោមណាកណនីខ្លីអញ្ចឹងទៅនឹងជាមិនពោញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាចេះស្ដាប់តញោមណាចឹងសមាធិនៅត្រង់ណានៅត្រង់ថាយើងដកការប្រកាន់ទៅធម្មតាអញ្ចឹងទៅដកការប្រកាន់ជាសមាធិនៅក្នុងចន្លោះនឹងឯងចឹងបានជាព្រះដ៏មានពភាកហ្នឹងកំណត់
ផ្លូវដែលបងប្រែបងត្រាស់ដឹងហ្នឹងគឺផ្លូវមជ្ឈិមបដិបទាផ្លូវកណ្ដាលពាក្យតែផ្លូវកណ្ដាលញោមស្គាល់ផ្លូវកណ្ដាលផ្លូវកណ្ដាលនិងកណ្ដាលផ្លូវខុសគ្នាអត់ញោមផ្លូវកណ្ដាលនិងកណ្ដាលផ្លូវតើកណ្ដាលផ្លូវមានន័យថាម៉េចហើយផ្លូវកណ្ដាលមានន័យថាម៉េចញាតិញោមបើពាក្យផ្លូវកណ្ដាលគឺចាំបាច់ត្រូវតែមានផ្លូវ2អូមសងខាងបើអត់មាន2អូមសងខាងទេអត់ឲ្យឈ្មោះកណ្ដាលទេអូមតែមួយក៏មិនឲ្យឈ្មោះកណ្ដាលដែរតើតើអូម2បានឲ្យឈ្មោះថាផ្លូវកណ្ដាលបើកណ្ដាលផ្លូវតែមួយឯងប៉ុន្តែត្រង់កត់ផ្ចិតហ្នឹងអាហ្នឹងផ្លូវកណ្ដាលហើយខុសគ្នាអត់ញោមខុសសភៅមួយក្បាលនិងក្បាលមួយសភៅខុសគ្នាអត់ញោមញោមខុសញោមសភៅមួយក្បាលកាន់សភៅណាអាហ្នឹងចឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកបានចម្រើនរកផ្លូវនឹងអស់6ឆ្នាំបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយលោកគិតថាឆ្វេងពេកក៏មិនបានស្ដាំពេកក៏មិនបានឆ្វេងពេកលោកអត់បាយញោមអត់បាយនៅស្គមស្គាំងក្មេងយកអាចគូមកបៀឆ្អឹងចនីដួលព្រុសត្មងបានស្ដាប់ពិនរបស់ព្រះអិនដែរបានយកផ្លូវកដាលហ្នឹងមកឆាន់វិញពួកបញ្ចវគិយភិក្ខុហ្នឹងឃើញព្រះអង្គឆាន់វិញមានត្រាស់ដឹងអត់បាយអត់ត្រាស់ដឹងមកឆាន់បាយត្រាស់ដឹងមកនោះក៏រត់ចោលអស់លេងញោមរត់ចោលអស់វិញដល់ព្រះអង្គមានកម្លាំងតែចម្រើននៅធរទៅបានដឹងមានន័យថាកិលេសហ្នឹងវាមិនថាលើបាយដែរញោមគិតនៅលើចិត្តដិតចិត្តហ្នឹងដែលមានសមាទិដ្ឋិឧបាទញ្ញាណឧត្តបាតិបញ្ញាឧត្តបាតិវិជាបញ្ញាញាណកើតឡើងហើយកំណត់ដឹងថាកិលេសបែបនេះកិលេសបែបនោះយើងកំចាត់ចោលសង្យោជនៈដុតកំទេចចោលអានឹងសុខហើយយើងបានត្រាស់ដឹងហើយអញ្ចឹងញោមទាំងអស់គ្នាដើរផ្លូវកដាលទៅណាញោមណាបានសុខហើយកុំប្រកាន់ពេកញោមកុំដើរកដាលផ្លូវហ្នឹងហើយដើរផ្លូវកដាលទាំងអស់គ្នាម៉ែកដាលផ្លូវទេណាញោមណាផ្លូវកដាលផ្លូវម៉ូតូបុកហើយចឹងកុំដើរកដាលផ្លូវផ្លាស់ផ្លូវកដាលវិញនឹងទាញសេចក្តីជូនលោកអ្នកពុទ្ធបរិស័ទហ្នឹងកន្លែងហ្នឹងចឹងពធថ្ងៃហ្នឹងញាតិញោមស្ដាប់បានទេញោមណាច្បាស់ហ៎ច្បាស់ចឹងកុំប្រកាន់រឿងកិលេសអ្នកដទៃហើយសម្គាល់ថាជាកិលេសរបស់ខ្លួនមានន័យថាអ្នកដទៃហ្នឹងគាត់ប្រព្រឹត្តខុសប៉ិតអំពើមិនល្អទៅហើយយើងទៅខឹងគាត់យើងទទួលម្ដងមួយគាត់ទៅស្ដីថាឲ្យគាត់អញ្ចឹងត្រូវខុសញោមត្រូវខុសបើគាត់ខុសអំពើធ្វើអំពើអាគាត់ធ្វើឲ្យខុសយើងទៅខឹងគាត់ទៅស្ដីឲ្យគាត់ត្រូវខុសព្រោះអីកាលណាយើងខឹងគាត់ជេរគាត់ជាកិលេសយើងដែរហ្នឹងកិលេសយើងដែរប៉ុន្តែគាត់ខុសហើយកិលេសរបស់គាត់តែយើងជេរគាត់ស្ដីឲ្យគាត់អន់ចិត្តមួយគាត់ហាក់បីដូចជាយកកិលេសអ្នកដទៃហ្នឹងមកដាក់ចូលក្នុងកិលេសខ្លួនទៀតញោមឃើញទេអាកិលេសខ្លួនឯងមិនទាន់បានស្រ័យមិនទាន់បានដោះស្រាយចេញផងយកមកគេ10មកទៀត20មកទៀតមិនធ្ងន់ងាប់ហើយណោះអញ្ចឹងកន្លែងហ្នឹងយើងត្រូវគិតឲ្យឃើញអ្នកដទៃធ្វើខុសឬរបស់គេគ្រាន់តែមើលពេលសំគួរជូនជាបល់ស្ដាប់មិនស្ដាប់ហើយទៅដើរចេញទៅចប់ឃើញទេរឿងរបស់គេទេយើងនៅមិនសមទេមិនទៅទេមិនគួរទេអញ្ចឹងមានណាមានតែចិត្តខ្លួនឯងក្តៅខ្លួនឯងហ្នឹងអញ្ចឹងនៅពេលដែលស្ដាប់ពធកន្លែងហ្នឹងលោកអ្នកទាំងឡាយហ្នឹងអាចគិតឃើញថាអូអានេះកិលេសអ្នកដទៃតើព្រះសម្មាសម្ពុទ្ធឲ្យលះម្ល៉េះហើយលោកលាក់ក្លាក់ក្ដុងចោលទៅញាតិញោមស្រាលខ្លួនបាត់លែងចោលជាពាក់បាត់លែងទូមនោះបាត់លែងសោកសៅមានលែងសឹកសួលបាត់មែនអត់បើមិនមែនទេញាតិញោមសាកមើលត្រឡប់ទៅផ្ទះវិញអន់សពុនចិត្តជាមួយចៅជាមួយកូនដាក់ភិរៈនឹងចោលមកមិនស្រួលខ្លួនមិនដេកលក់ស្រួលញាតិញោមនៅកងដៃមិនសមទេវាវាយចៅអញមិនខុសអីផងដូចញោមប្រុសអាត្មាអញ្ចឹងឲ្យគេវាយកូនខ្លួនឯងអត់បាយមើលគេដែរកាលញោមប្រុសនៅអញ្ចឹងឪពុកម្ដាយគេវាយកូន
ai lạnh chạy bế khăn đang thôi mấy cái cá ọt bài luôn này ọt bài luôn này chưa bên nào kì chứ luôn ai đâu rồi chủ khăn luôn ai nè nó dạ chu nhận nhôm vật bò sạch chẳng à clay chẳng nâng tiền máu ở nhận nhôm che cất cái này nâng ở che mưa mưa khơi chia mà sẽ nhận nhôm mưa ở khơi cá chặt chư slap cá chặt chư slap nâng cướp môn u tầng đôi không ngày nâng dáng cứ bà sợ sọc sàn hay nhọc nâng còn slap ngày khói đau về dương với nhá nâng à dương mơ khơi chẳng miền tuổi đẹp tới chui kia từ vì từ màu từ anh mà khơi sập khá muốn được cho nè bắt đầu sập khá muốn được bị bảy nè tao sắc xa mơ tới đời xa ấy ca quặn nở uống tại tự bồn ghê bỏ ở đây tự bắn nó bê đâu lại sắp miền cái mau mà này nâng chẳng à chẳng dương sắc xa mơ chẳng à chẳng miền nè chật khang phun phô rồi bông chỉ mùi ấy đại miền thủ rẹ bẹ quan nâng cả chặt chữ slap nâng như từ chui tục thủ rẹ tới cái chữ còn từ chui áo chui ấy chẳng tới bầm ban pe prắc của pe dục ấy chẳng tới tại áo đầm pe nè ti chẳng mau tới từ lực chặt chặt lực ấy chẳng tới nâng vì là rót ngày này à chữ ấy chữ đó à na ngọp ấy ngọp tới mà nè mua lái đấy ban đây dương mơ một khơi lư mê cổ ngơ panh cả chia cái hai tung pin nhập lâu hai đây ban mơ một khơi nhỏ mua lại đây mua lại được cao này là bao nhiêu nhôm nó nguy sầm bố tại đời à vị chia ton nào ba tiền pin đây đang là bòn mà nước đây sầm bố đây à vị chia ton nào ba tiền nắng nữa mơ ăn khơi chứ nhung mơ ăn khơi gì mơ khơi là ra ok đây mơ khơi cá chả chỉ là mơ khơi gì nhân nhôm sẽ đáp bật hoa chẳng á bật hoa nâng từ kia sầm ram cứ kia à vị chia ton nào ba tiền nắng này trên vì khăn sần đàn tới nhột nhôm mơ khơi chúc bắt chơi tao bảo lư rồi nè chứ ấy thì tôi mình pết chỉ lết tư rồi bảo bơm bán chú đấy có ban là miên vật là miên từ mơ xua sọc thực lực chặt tay chấp chân thu ra lại đấy phần nâng bà này nhổ nhưng mà khơi nhưng mà phần được là ọt phóng nập pin nhau bị chia toàn hà ba tiền pin phần này nhưng à ra ngọt ấy ngọt tớ là chưa từ men ăn nhau mà lọc khơi nhưng mà lọc khơi nhỉ lọc khơi nè chất khang nhưng mà bọt thọt khơi ọt chưa mà khơi sò đúng không nè là khơi bốn bé bay cái đĩa lông đã bay bốn té kê ngọc luôn em tại ban chỗ bốn ghê bỏ đây mày cả chẳng à nó chia lực lá thao ô ngày đi ngày kê mình du mà má nó đo ai bây nha nè đọc luôn ai chẳng bây nha cái đấy miền là class lab ọt miền nhiệt đi chỉ phải sợ bằng cục mà ngày pi mà ngày bay đang ọt miền nhiệt móc đốt trâu là bao miền nhiệt đốt trâu là bao chẳng à chắc chuyện chu nhiệt nhung bật bò sắt phơiอย่างná ôi chỉ vật dơ nắng rủ nay men khom xà đôi chỉ dú với nhung đó vâng mà đấy sa thom mà ba đấy nhung mình miền tây cái sẽ ba lo đấy tiệt tơ tơ tiệt đi chóp nhung mấy ai gặp việc đấy chóp bên tiệt mà bộ môi chỉ cái thế bộ cái chân đấy bộ ba với nhung á chân tục sầm mẹ cho nhóm nó chọc đầy chọc chương bằng xưa nhômประมาณ sườn nua nâng phân nâng ai xưa mà sầm nua trong cõi chọc bờ chloi tới mà mong biết bờ chloi mình thử tới chọc tầm tầng mòn nhôm thằng ngọc này khai slap vậy khai ăn nhôm khai ăn nè cũng không may mắn ăn gạt tiền khai hơi nâng anh tập về tập thoa lại nâng đấy mà xua sầm nua nâng tới nhìn nhôm anh nực khơi nha nực khơi xua tại khai slap té khai mua lái ba là khai vì mình tiền ok mình tiền là o gạt tiền nâng à bây giờ chu nhiệt nhôm bật bò để sát cái này nó chia cầm nứtแต่สนะวิchia muối chu lục nèได้thà xuaแต่คลายสลับเต้โยมคลายแต่คลายจังไงสมนุตีปีxua thà cảคลายนั่งวีchỉ hết nó màอยู่quanh đây rồi tê chầm lối thà ọt tê mày bạn ọt đời xa té cà khai cà phây cà pruy tầng ọ nắng viên chia sẻ đầy tục
បើជាសេចក្តីទុក្ខអាយុមិនវែងទេអាយុខ្លីឈើត្រាំទឹកវាឆាប់ពុកមនុស្សត្រាំទុក្ខវាឆាប់ស្លាប់អញ្ចឹងយើងខ្លាចស្លាប់វាជាហេតុនាំអាយុខ្លីតាមពិតយើងចង់ឲ្យបានអាយុវែងមែនទេហើយអាយុវែងដល់ពេលយើងចង់បានអាយុវែងទៅយើងខ្លាចស្លាប់ដល់ពេលខ្លាចស្លាប់វាទៅឲ្យអាយុខ្លីវិញចាយើងចង់បានអាយុវែងហើយយើងខ្លាចអាយុខ្លីយើងខ្លាចស្លាប់តែពេលអាខ្លាចស្លាប់ហ្នឹងវានាំអាយុខ្លីវិញចាឥឡូវទៅធ្វើម៉េចបើយើងមិនខ្លាចស្លាប់មិនបានយើងមិនខ្លាចស្លាប់យើងមិនខ្លាចស្លាប់ដរាបណាយើងដឹងអំពីរបៀបនៃការរស់នៅបុគ្គលដែលបានដឹងអំពីជីវិតរស់នៅអត់សូវខ្លាចទេអត់សូវព្រួយទេអ្នកដែលព្រួយគឺជាបុគ្គលដែលមិនបានដឹងអំពីរបៀបរស់នៅឬក៏បុគ្គលមិនបានរៀបចំជីវិតរស់នៅហ្នឹងមិនទាន់បានរៀបចំជីវិតរស់នៅឲ្យបានល្អអញ្ចឹងខ្លាចឲ្យខ្លាចហ្នឹងដល់ពេលស្លាប់ទៅស្ដាយក្រោយទៀតនៅរស់ស្ដាយហើយដល់ពេលស្លាប់ទៅខ្លាចជាខ្មោចស្ដាយក្រោយទៀតស្ដាយនៅត្រង់ថាមានជីវិតរស់ស្រស់នៅមានឱកាសសម្រាប់សាងសេចក្តីល្អយើងអត់បានសាងអញ្ចឹងស្លាប់ទៅវិបដិសេរីអញ្ចឹងលោកអ្នកទាំងឡាយអ្នកដែលបានរៀបចំជីវិតរស់នៅបានប្រពៃឲ្យទោះជាភ្លៀងផ្គរញាតិញោមអត់សូវភ័យព្រួយទេអត់សូវគ្រីងឃ្លោងទេទប់លំហបានដូចញាតិញោមយល់អំពីដំណើរជីវិតហ្នឹងអត់សូវគ្រីងឃ្លោងបានទេបើឈឺដល់លក្ខណៈយើងចាត់ចែងទៅតាមសភាពនៃជំងឺសភាពនៃជីវិតរស់នៅរបស់សត្វតែប៉ុណ្្នឹងឯងយើងដោះស្រាយទៅពេទ្យទៅអេព្យាបាលធម្មតាឲ្យស្លន់ស្លោអត់ស្លន់ស្លោទេអញ្ចឹងបានញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងកាលណាបានរៀបចំជីវិតទៅញាតិញោមគឺមិនសូវជាស្លន់ស្លោប្រហែលទេពាក្យតែភ័យខ្លាចហ្នឹងគឺស្លន់ស្លោស្លេឆ្លាអញ្ចឹងបាននៅក្នុងភាសាបាលីលោកថាសង្វេគោអ្នកខ្លះថាសង្ឃតក់ស្លុតប៉ុន្តែតក់ស្លុតហ្នឹងន័យមួយហ្នឹងគឺតក់ស្លុតគឺភ័យព្រួយឯងប៉ុន្តែបើប្រែទៅតាមពាក្យស័ព្ទនៃសង្វេគោឬសង្វេគហ្នឹងគេប្រែមកថាជាគ្រឿងដាស់តឿនចិត្តវិញបានតែសង្វេគនៅក្នុងជីវិតថាអូជីវិតឯងមានតិចចឹងឯងមិនគួរគប្បីធ្វើអាក្រក់ទេញ៉ាំងសេចក្តីល្អទៅជាងខ្លះពិចារណាកំហុសខ្លួនឯងមួយថ្ងៃ3ដងអំពើអាក្រក់ចូលកុំធ្វើវាឡើយពិសូចចឹងជាប្រចាំអញ្ចឹងនឹងសេចក្តីខ្លីមានប្រមាណប៉ុណ្ណឹងសូមបញ្ចប់ទៅញោមណាអធិស្ឋានលើសពេលលើសវេលាយ៉ាងណាសូមខន្តីអភ័យទោសនិងអធិស្ឋានហើយសូមបញ្ចប់ប៉ុណ្ណឹងចោះណាចប់ប៉ុណ្ណឹងចោះហើយទោះជាចង់ក្តីមិនចង់ក្តីក៏ចប់ដែរជួខ្លះញោមខ្លះក៏ចុកជន់ចង់ចប់លោកញោមខ្លះអត់តន់សុខពិតចង់បន្តប៉ុន្តែពេលវេលាសំគួរនឹងបញ្ចប់ប៉ុណ្ណឹងប៉ុន្តែនឹងមុនបញ្ចប់សារជាថ្មីម្ដងទៀតលោកក្រែងអង្គអាត្មាភាពសម្ដែងទៅហើយមានការលើសលួសខ្វះខាតអត់សេចក្តីយ៉ាងណាសូមលោកអ្នកទាំងឡាយមេត្តាខន្តីអភ័យទោសនិងអធ្យាស្រ័យនិងសូមប្រម៉ែប្រមូលកងការមហាកុសលទាំងអស់ដែលកើតឡើងដោយកាយបណ្ណាមវិជ័យមរាមនោបណ្ណាមនិងបរិច្ចាគនៅទុនធាននៅក្នុងថ្ងៃនេះឲ្យសម្រេចផលដល់ឧបាសកសុខសាន្តហៅញោកព្រមទាំងបុព្វការីជនរបស់អស់លោកសាធុសប្បុរសទាំងអស់ឲ្យបានទទួលយកនៅចំណែកបុណ្យដ៏ថ្លៃថ្លានេះប្រសិនបើបុព្វការីជនទាំងភាគីពាក់ព័ន្ធទាំងអស់បានទទួលអនុមោទនាហើយក៏សូមសពសាធិការពរជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការកើតមានដល់ញាតិញោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់បានសុខបានចម្រើនទទួលជោគជ័យគ្រប់ភារកិច្ចចាប់ពីពេលនេះតទៅអាយ៉ាងសង្កបេតេនសម្បតារីឯបទទេសនាសម្ដែងមានប្រមាណប៉ុណ្ណេះក៏សន្មតទៅចាប់អេវ៉ាំង